Swakum Kave Talop Makan Channel Movie Play Drama 2026 មកដងទៀតតាលបងប្អូនប្រិយមិត្តទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅដើម្បីបន្តដំណើរស្វែងរកការពិតដ៏ខ្មៅងងឹតជាមួយវិសាលនៅក្នុងភាគទី2នេះអាកាបាំងដែលត្រូវបានគេលាក់ទុកយ៉ាងជិតក្រោមដើមចម្ប៉ាដ៏ត្រជាក់ស្រេបនឹងចាប់ផ្ដើមលាតត្រដាងបន្តិចម្ដងហើយសូមបដោតអារម្មណ៍ឲ្យបានល្អព្រោះរឿងរ៉ាវបន្តពីនេះនឹងធ្វើឲ្យលោកញាក់ព្រីក្បាលខ្ញាក់ជាមិនខានតោះចូលទៅកាន់សាច់រឿងមួយជើងទាំងអស់គ្នាខ្យល់រងាបានបោកកាត់ដើមចម្ប៉ាធំធ្វើឲ្យផ្កាពណ៌សជ្រុះរោយពីស្ពេញដីហាក់ដូចជាតំណាងឲ្យភាពបរិសុទ្ធដែលត្រូវបានគេបំផ្លាញយ៉ាងសាហាវខូខៅវិសាបោះជំហានយឺតឈួរទៅកាន់រូបរាងស្រមោលនោះប៉ុន្តែគ្រាន់តែគេខាត់ចិត្តដល់ស្រមោលរបស់សុភីក៏រលាយបាត់ទៅក្នុងផ្សែងអប់នៃរាត្រីដ៏ស្ងាត់ជ្រងំអ្វីដែលនៅសល់គឺមានតែពន្លឺព្រះច័ន្ទដ៏ត្រជាក់ស្រេបនិងក្លិនផ្កាម្លិះក្រអូបប្រហាលលាយឡំជាមួយក្លិនដីសើមដ៏គួរឲ្យចង់ក្អួតវិសាដកដង្ហើមធំវិញ្ញាណពូនស្រីរបស់គេហាក់ដូចជាចង់បង្ហាញផ្លៃអ្វីមួយប៉ុន្តែភាពងងឹតនៅតែបាំងបិទភ្នែកគេជានិច្ចវិសាលអ្នកឯណាសម្លាញ់ជួយអញផងអញខ្លាចណាស់វិសាលអើយតុលារត់មកដល់ទាំងដង្ហក់ដៃម្ខាងយួលពីលដែលញ័រទៅត្រើតនិងដៃម្ខាងទៀតកប់ខ្សែព្រះយ៉ាងណែនទឹកមុខរបស់គេស្លៀកស្លាំងដោយខ្មោចលងភ្នែកបើកធំសម្លឹងមើលជុំវិញខ្លួនដែលភាពភ័យខ្លាចបំផុតទៅផ្ទះវិញទៅគុំនៅទីនេះអីអញទើបតែឃើញពូសុកស្វឹងជោគជាមដេកនៅមាត់ស្រះគាត់ស្រែកយំប្រាប់ថាឃើញសុភីដើរកាត់មុខគាត់ក្នុងសរងពណ៌ស្លាទុំវិសាលអើយព្រលឹងដែលស្លាប់ដោយអយុធធម៌មិនដែលកណាឆ្ងាយពីកន្លែងចាស់ទេតោះយើងទៅវិញទៅតុលាអញស្ងប់អារម្មណ៍សិនទៅអញសួរអញមួយអញចាំទេមុនពេលសុភីស្លាប់តានាមានអាការៈប្លែកអ្វីខ្លះដែលញើមិនបានចាប់អារម្មណ៍អញមិនសូវដឹងច្បាស់ទេប៉ុន្តែអ្នកមីងរ៉េធ្លុះនិយាយដើមតិចថាគាត់ឃើញសុភីជួសជាមួយមេភូមិសាននៅមាត់អូតែអញក៏ដឹងដែរថាមីងរ៉េក៏ជួសចិត្តនិយាយបំភ្លឺខ្លាំងណាស់ម្យ៉ាងទៀតមេភូមិសានជាមនុស្សមានអំណាចនិងបុណ្យស័ក្តិអ្នកណាហ៊ានទៅសង្ស័យគាត់ទៅឈ្មោះមេភូមិសានបានធ្វើឲ្យវិសាចាប់ដើមមានមន្ទិលសង្ស័យយ៉ាងខ្លាំងក្នុងចិត្តគេសម្រេចចិត្តនាំតុលាទៅផ្ទះគេមកភ្លាមដើម្បីស្វែងរកទម្រួយបន្ថែមម៉ែកូនមកវិញហើយតាម៉ែមានបានសម្រាប់ខ្លះទេវិសាលអើយប្អូនឯងមិនមែនសម្លាប់ខ្លួនឯងទេម៉ែបានរកឃើញរឿងខ្លះតែម៉ែមិនហ៊ានប្រាប់នៅភូមិទេម៉ែខ្លាចគេធ្វើបាបយើងដៃចាស់ជ្រាវជ្រូអ៊ីងរបស់យីម៉ៅញ័រទៅត្រើតគាត់ហោះក្រដាបតូចមួយដែលខ្ទប់ជាប់នឹងអង្ការសូត្រមន្តឯទៅវិសាលទាំងក្រសែភ្នែកពោះពេញដោយភាពភ័យខ្លាចបំផុតកូនត្រូវប្រយ័ត្នអ្នកដែលសម្លាប់សុភីអាចជាអ្នកដែលយើងស្មានមិនដល់បំផុតគេកំពុងព្យាយាមបំបិទមាត់គ្រប់គ្នាដោយភាពភ័យខ្លាចនិងអំណាចងងឹតកម្មផលវាមិនតាន់ដល់តែព្រលឹងដែលចង់គំនុំមិនងាយនឹងលែងដៃឡើយអ្នកណាធ្វើអីនឹងអនុនឯងហើយវិសាកັບក្រដាសនោះយ៉ាងណែនក្នុងដៃគេដឹងច្បាស់ថាការស្វែងរកយុត្តិធម៌ឲ្យបងអូនស្រីគឺជាផ្លូវដែលគ្មានការត្រឡប់ក្រោយឡើយទោះបីជាត្រូវប្រឈមមុខនឹងអំណាចងងឹតឬវិញ្ញាណដែលមិនព្រមទៅចាប់ជាតិក៏ដោយតើក្រដាសតូចដែលយាយម៉ៅឯទៅវិសាលមានសរសេរអ្វីខ្លះទៅហើយស្រមោលខ្មៅដែលរត់ទៅផ្ទះមេភូមិសានោះជានរណាកុំភ្លេចរងចាំតាមដានភាពបន្តដែលនឹងកាន់តែជោគជ័យដាល់អារម្មណ៍យ៉ាងនេះប្រិយមិត្តដែលជួយចាប់សាច់រឿងនេះសូមកុំភ្លេចជួយចុច Subscribe Like និងដាក់សញ្ញាកណ្ដឹងនៅ Channel Movie Play Drama 2026 ដើម្បីទទួលបានភាគថ្មីមុនគេជួបគ្នានៅភាគក្រោយជាមួយអាកាបាំងដែលកាន់តែជ្រៅសូមអរគុណនិងជម្រាបលា